សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ម្ដងទៀតមកកាន់ការនិទានរឿងខ្មៅរបស់ Admin ថ្ងៃនេះផងដែរអត់មានជារឿងខ្មោចមួយដែលចង់យកមកនិទានជូនអ្នកទាំងអស់គ្នាសន្តាប់ដែលរឿងនេះផងដែរគឺមានចំណងជើងថាស្រមើខ្មោចនៅក្នុងមន្ទីរពេទ្យតើហេតុយ៉ាងណាខ្លះដែលបណ្ដាលឲ្យមន្ទីរពេទ្យមានខ្មោចលងដៃដែលមានអ្នកកាសែតម្នាក់ដែលត្រូវបានគេចាត់ទុកថាជាជនបេះដូងដែកបានប្រថុយប្រឋានចុះស៊ើបរឿងខ្មោចនេះដល់មន្ទីរពេទ្យដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យនេះផ្លូវអគ្គិសនីឧស្សាហ៍ដាច់ខ្លាំងណាស់ដោយសារតែវងសត្វកណ្ដាលបានកាត់បំផ្លាញភាពងឹតគឺជាចំណូលចិត្តរបស់ពួកខ្មោចព្រីតែម្ដងនៅពេលគេសួរថាមានប្រលឹងខ្មោចវិលវល់នៅមន្ទីរពេទ្យនេះមែនឬទេសូម្បីតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសខាងប៉ូលីសព្រំទន់ក៏គ្មានពាក្យនឹងនិយាយដែរចុះចំពោះប្រជាពលរដ្ឋធម្មតាយ៉ាងម៉េចវិញយល់ល្អគួរបីនៅស្ងៀមស្ងាត់ល្អជាងមិនគួរលេងជាមួយនឹងភាពភ័យខ្លាចនោះឡើយវេជ្ជបណ្ឌិតម្នាក់ឈ្មោះសាបាដែលជាសាស្ត្រាចារ្យនៅសាលាបច្ចេកទេសពេទ្យទើបហ៊ានឆ្លើយថាមានសាបាធ្វើការនៅមន្ទីរពេទ្យខាងផ្នែកវះកាត់និងផ្នែកតម្កល់សាកសពកន្លងមកមន្ទីរពេទ្យបានតម្កល់សាកសពជាច្រើនមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លូតត្រង់សារបានឲ្យដឹងថាមន្ទីរពេទ្យនេះធ្លាប់បានតម្កល់សាកសពរបស់ឧក្រិដ្ឋជនស៊ីសាច់មនុស្សឈ្មោះថាស៊ីអ៊ុយកាលពីឆ្នាំ1960បន្ទប់ធ្វើការរបស់សាវ៉ាចង្អៀតហើយមានពន្លឺព្រាលជះពីអំពូលភ្លើងកញ្ចក់ដែលព្យួរនៅលើក្បាលតែប៉ុណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅពន្លឺស្ទង់ដូច្នេះមើលទៅមិនខុសអ្វីពីសាកសពឡើយសារបានអះអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាការពិតគាត់បាននិទានរឿងនោះដោយទឹកមុខម៉ឺងម៉ាត់គួរឲ្យជឿជាក់ថាមានយប់មួយពេលខ្ញុំកំពុងតែឈរនៅអគារមួយទល់មុខនឹងអគារវះកាត់ខ្ញុំបានឃើញស្ត្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពីរនាក់កន្សែងស្ពាក់ក្រវិលសក់ក្រងយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមកខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលាយខ្យល់បាត់ទៅដូចជាផ្សែងអញ្ចឹងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនេះទៅទៀតមានម្ដងនោះពេលខ្ញុំទៅដល់ផ្ទះទៅហើយទើបដឹងថាខ្ញុំភ្លេចសៀវភៅនៅជាន់ទី2នៃអគារវះកាត់នោះខ្ញុំក៏បានបកមកមន្ទីរពេទ្យវិញនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅដល់បន្ទប់ផុតស្រាប់តែទ្វារបន្ទប់បិទលាន់ឬសូរតែក្រាំងនៅពីក្រោយខ្នងខ្ញុំពេលនោះគ្មានខ្យល់សោះសូម្បីតែទ្វារនេះវាពុំអាចនឹងធ្វើសកម្មភាពបានទេខ្ញុំនឹកគិតភ្លាមថាមានគេចង់លេងជាមួយខ្ញុំហើយខ្ញុំក៏កញ្ចក់យកសៀវភៅរួចស្ទុះចេញពីបន្ទប់នោះតាមសមត្ថភាពដែលខ្លួនធ្វើទៅបានសារបានឲ្យដឹងថានៅអគារវះកាត់នេះបានក្លាយទៅជាប្រធានបទនៃរឿងខ្មោចក្នុងចំណោមនិស្សិតពេទ្យទាំងអស់ទៅហើយសាកសពរាប់មិនអស់ទេដែលត្រូវបានយកមកកាន់ទីនេះសម្រាប់ធ្វើការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វិលវល់ទៅដោយព្រលឹងសាកសពទាំងនោះដែលការសាកបាននៅជានិស្សិតពេទ្យនៅឡើយគាត់ធ្លាប់បានកាន់រលាយក្បាលនឹងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅឯផ្ទះនៅយប់មួយនោះពេលគាត់កំពុងអង្គុយអានសៀវភៅគាត់ហាក់ដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងគាត់បាននិយាយថាពេលខ្ញុំបែរមកគ្មានឃើញអ្នកណាទាំងអស់ខ្ញុំពិតជាពុំខ្លាចខ្មោចឡើយខ្ញុំអង្គុយនៅចុងម្ខាងនៃកៅអីចំណែកនៅចុងម្ខាងទៀតដែលនៅទំនេរនោះហាក់ដូចជាមានទម្ងន់សង្កត់ធ្វើឲ្យកៅអីអៀងទៅនៅពេលខ្ញុំឡើងទៅលើក្រៅហាខ្នើយរបស់ខ្ញុំដូចជាត្រុតចុះហាក់ដូចជាមានអ្នកណាម្នាក់ទើបនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់គ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំពួកគេតបថាពួកគេក៏ធ្លាប់ជួបប្រទះសភាពរហ័សរហើរនេះដែរនេះប្រហែលជាព្រលឹងរបស់សាកសពចង់នៅជាមួយនឹងខ្ញុំហើយ
ជាលាន់ឧបត្តិកម្មម្នាក់នៅមន្ទីរពេទ្យក៏ធ្លាប់ពើប្រទេសនឹងប្រលឹងខ្មៅជាច្រើនលើកដែរនៅយប់មួយពេលយាមប្រចាំការនាងកំពុងអង្គុយអានឯកសារស្រាប់តែមានបុរសម្នាក់នៅក្នុងសម្លៀកបំពាក់រហែករយៈបានដើរកាត់មាត់ទ្វារសម្ដៅទៅកាន់ក្រែមអ្នកជំងឺម្នាក់គីលីណូបូត្រាបន្តថាជននោះបានឈរត្រង់សម្លឹងទៅអ្នកជំងឺដែលកំពុងដេកនៅលើក្រែមអ្នកជំងឺនោះទើបនឹងវះកាត់ដាក់គ្រាប់ភ្នែកថ្មីដែលបានមកពីសាកសពដែលបានស្លាប់ទៅនោះជននោះបានអន់សម្លឹងអ្នកជំងឺអស់មួយសន្ទុះរួចក៏លេបបាត់ស្រមោលទៅលោកវិជ្ជបណ្ឌិតម្នាក់ទៀតបានបោះពុម្ពខ្សែសៀវភៅមួយក្បាលដែលមានចំណងជើងថារឿងពិតពិបាកនឹងជឿដែលលោកកំពុងតែសរសេររំលឹកឡើងវិញកាលពីឆ្នាំ1961នេះជំនាន់លោកជានិស្សិតកំពុងតាមរៀននៅមន្ទីរពេទ្យស៊ីរីយ៉ានេះលោកតែងតែត្រូវរងទុក្ខទំនេញដោយសារតែស្រមោលខ្មោចនេះខ្មោចនេះបានរំខានលោករហូតដល់គៀបសង្កត់អារម្មណ៍របស់លោកយ៉ាងខ្លាំងក្លាលើសពីនេះលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យបានរួចផុតពីព្រលឹងខ្មោចនេះទៀតផងមានយប់មួយពេលដែលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ដេកនៅពីក្រោមគ្រែមិនដឹងតាំងពីពេលណាលោកក៏បានស្រែកឡើងអ្នកណានឹងការពិតគ្មានអ្នកណានៅក្បែរនោះក្រៅពីប្រពន្ធរបស់លោកនិងគីលីណូបថាយិកាឡើយក្រោយមកលោកបែរជាឃើញក្មេងស្រីម្នាក់មៀតធំបានមកក្បែរនឹងលោកហើយនិយាយទៅកាន់លោកថានាងស្លាប់ដោយសាររោគធាត់នៅបន្ទប់នេះកាលពី2 ឆ្នាំមុនក្មេងស្រីនោះនិយាយថាខ្ញុំនៅមានមិត្តភក្តិម្នាក់ទៀតក៏ស្ដាប់នៅទីនេះកាលពីឆ្នាំទៅដែរថ្មីនេះលោកវិជ្ជបណ្ឌិតបានធ្វើឲ្យមនុស្សរាល់គ្នាភ័យខ្លាចញាប់ញ័រអំពីរឿងខ្មោចលោកនេះដោយមានភស្តុតាងគ្រប់គ្រាន់រឿងនោះចាប់ផ្ដើមពីការស្លាប់របស់យុវតីម្នាក់យុវតីនោះជាកូនស្រីរបស់ត្រូវការហាងមួយនៅជិតវត្តនាងត្រូវស្លាប់នៅអគារវះកាត់នៅក្នុងមន្ទីរពេទ្យនេះកាលពីឆ្នាំ1960ក្រោយពេលនាងស្លាប់នាងបានទៅពន្យល់សពឲ្យឪពុកលើផ្លូវមួយនៅវត្តដោយយកឈ្មោះនាងទៅដាក់ឲ្យផ្លូវនោះនាងបានប្រាប់វិចារបណ្ឌិតអំពីរឿងរ៉ាវទាំងអស់នេះក្រោយមកបងប្រុសរបស់នាងក៏បានឲ្យកូនប្រុសរបស់គាត់ធ្វើដំណើរទៅកាន់វត្តដើម្បីរកការពិតពេលដែលទៅដល់វត្តបានរកឃើញភ្នោមួយនៅទីនោះមែននៅពីមុខភ្នោមានរូបថតស្ត្រីម្នាក់ប៉ុន្តែរូបនោះចាស់ប្រើទៅហើយមើលពុំច្បាស់និងមានសរសេរឈ្មោះអ្នកស្លាប់គឺនាងពិតប្រាកដមែនគ្មានអ្នកណាម្នាក់ជឿរឿងខ្មោចលងនោះឡើយក៏ប៉ុន្តែក៏គ្មានអ្នកណាម្នាក់បដិសេធដែរបើទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជនពុំហ៊ានឥតក្បាលនៅមន្ទីរពេទ្យដែលមានខ្មោចលងនេះដែរ